មនុស្សភាគច្រើនគិតថាដាំច្រើនទើបចំណេញច្រើន តែការពិតកសិករខ្លះដាំតិចប៉ុន្តែរកប្រាក់បានច្រើនជាងអ្នកដាំច្រើនទៀត តើពួកគេធ្វើដូចម្តេចខ្លះ? សួស្តីបងប្អូន ស្វាគមន៍មកកាន់ Channel រៀនពីកសិកម្ម ថ្ងៃនេះយើងនឹងនិយាយអំពីគំនិតដាំតិចចំណេញច្រើន បញ្ហាធំបំផុតរបស់កសិករគឺដាំតាមគេ ពេលដែលឃើញអ្នកជិតខាងដាំម្ទេសចំណេញ ពួកគាត់ក៏ដាំតាម លទ្ធផលទំនិញច្រើនតម្លៃធ្លាក់ ដូច្នេះដាំតិចតែជ្រើសរើសដំណាំដែលទីផ្សារត្រូវការ តម្លៃថេរ សមស្របនឹងដីរបស់យើង គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត មុនដាំយើងត្រូវតែសួរខ្លួនឯងថា តើចំណាយអស់ប៉ុន្មាន លក់បានប៉ុន្មាន ចំណេញពិតប្រាកដប៉ុន្មាន យើងកុំមើលតែលើប្រាក់ចំណូលដែលចូល តែត្រូវដកថ្លៃជី ថ្លៃពូជ ថ្លៃពលកម្មផងដែរ អ្នកដាំតិចប៉ុន្តែគិតច្បាស់ ចំណេញច្រើនជាងអ្នកដាំធំតែគ្មានការគណនា គ្មានការគិតច្បាស់លាស់ ដាំតិចតែថែទាំល្អ គុណភាពក៏ល្អ អាចលក់បានតម្លៃខ្ពស់ ដាំច្រើនតែថែទាំមិនទាន់ ផលតិចគុណភាពទាប ចំណេញក៏តិចទៅតាមនោះដែរ ឧទាហរណ៍ថាដាំបន្លែក្នុងផើងចំនួន20ផើង តែជ្រើសរើសប្រភេទលក់បានល្អ អាចចំណេញជាងដាំដីធំប៉ុន្តែគ្មានទីផ្សារ បងប្អូនត្រូវដឹងថា កសិកម្មមិនមែនជាការប្រកួតទំហំទេ តែជាការប្រកួតការគិត ឧទាហរណ៍ជាក់ស្ដែងគឺ នាងខ្ញុំបានជួបកសិករជាច្រើនអ្នកមកហើយ នៅតាមភូមិតាមឃុំ គឺគាត់ដាំបន្លែគឺខុសៗគ្នា តែអ្នកខ្លះគឺគាត់ឃើញថាអ្នកជិតខាងដាំ ឧទាហរណ៍ថាគាត់ដាំត្រកួន បានផលច្រើន អញ្ចឹងគាត់ក៏អត់គិតច្រើនដែរ គឺគាត់នឹងដាំត្រកួន គាត់អត់បានគិតថា តើទីផ្សាររាល់ថ្ងៃហ្នឹងត្រូវការដំណាំត្រកួនហ្នឹងច្រើនអត់នៅតំបន់ដែលគាត់រស់នៅ ហើយតម្លៃទិញចូល តម្លៃថ្លៃថ្នាំ ថ្លៃជី តើយ៉ាងម៉េចដែរ គឺគាត់អត់បានគិតទេ បើគាត់ឃើញថាគេដាំបានផលច្រើន លក់បានច្រើន គាត់ក៏ដាំដែរ អញ្ចឹងបានន័យថាការធ្វើកសិកម្មហ្នឹងគឺអត់មានផែនការចំណូលចំណាយច្បាស់លាស់ទេ ហើយមួយទៀតកម្លាំងពលកម្មក៏គាត់អត់បានគិតដែរ យើងត្រូវដឹងថាកម្លាំងពលកម្ម បើសិនជាយើងធ្វើផ្ទាល់ខ្លួនឯងក៏យើងត្រូវគិតកម្លាំងពលកម្មរាប់ថាមនុស្សម្នាក់ដែរ អញ្ចឹងត្រូវគិតថាក្នុងមួយខែហ្នឹងគឺចំណាយអស់ប៉ុន្មាន ទៅលើការធ្វើកសិកម្ម ហើយចំណូលមកវិញវាទូទាត់ទៅវាអាចចំណេញបានប៉ុន្មាន វាចំណេញឬក៏ខាត គឺយើងត្រូវគិតចំណុចហ្នឹង អញ្ចឹងជាក់ស្ដែងកសិករដែលគាត់មានផ្ទៃដីតូច មិនមែនមានន័យថាគាត់ធ្វើកសិកម្មអត់បានទេ គឺផ្ទៃដីតូចមែន ប៉ុន្តែគាត់កែច្នៃដាំបន្លែបន្តិចឲ្យបានច្រើនមុខ បន្តិចក្នុងមួយមុខ ប៉ុន្តែគាត់បានផលចំណេញច្រើន ផ្ទៃដីគាត់តែ20ម៉ែត្រការ៉េចុះ ឬក៏30ម៉ែត្រការ៉េចុះ ក៏គាត់អាចដាំបន្លែបានដែរ គាត់អាចដាំជាត្រប់ ជាត្រកួន ជាស្តៅគួ ជាសាឡាត់ ជាបន្លែដែលប្រមូលផលដែលមានអាយុកាលខ្លី អញ្ចឹងគឺគាត់អាចបានកម្រៃ បានផលក្នុងរយៈពេលខ្លីមកវិញដូចគ្នាដែរ ហើយគាត់អាចបានប្រាក់ប្រចាំថ្ងៃហ្នឹង យកទៅដាំដំណាំបន្តទៅមុខទៀត អញ្ចឹងគឺចំណូលរបស់គាត់គឺចូលរាល់ថ្ងៃ ហើយចំណូលហ្នឹងវាសមស្របទៅនឹងការចំណាយរបស់គាត់ដែរ គាត់ដាំទៅឃើញចំណេញ អញ្ចឹងក៏គាត់ដាំត ប៉ុន្តែកសិករខ្លះគាត់មានផ្ទៃដីធំមែន ប៉ុន្តែគាត់អត់បានគិតទេ គាត់ដាំដំណាំគឺគាត់ដាំតែមួយមុខទេ មួយមុខណាគឺមួយមុខហ្នឹង ឧទាហរណ៍ថាដាំសាឡាត់គឺសាឡាត់អញ្ចឹងទៅ ដាំត្រកួនគឺត្រកួនអញ្ចឹងទៅ គាត់អត់បានច្នៃថា គាត់ត្រូវដាំដំណាំប្រភេទណា ដាំត្រកួន ប្រមូលផលត្រកួនទៅមានស្តៅគួ ប្រមូលផលស្តៅគួទៅមានពោត គឺគាត់អត់បានគិតជាដំណាក់កាលអញ្ចឹងទេ គឺគាត់ដាំតែមួយមុខទេ អញ្ចឹងបើសិនជាតម្លៃត្រកួនធ្លាក់ថ្លៃនៅក្នុងខែហ្នឹង អញ្ចឹងគាត់ដាំត្រកួនទាំងអស់ហើយត្រូវប្រមូលផលនៅក្នុងខែហ្នឹងដែរ អញ្ចឹងគឺគាត់នឹងខាតមិនខាន តែបើគាត់មានដំណាំច្រើនមុខ ឧទាហរណ៍ថាដំណាំមួយមុខធ្លាក់ថ្លៃ អញ្ចឹងក៏នៅមានដំណាំប្រភេទផ្សេងទៀតដែលគាត់អាចរកចំណូលបានល្អ ហើយអត់ធ្លាក់ថ្លៃ អញ្ចឹងសរុបមកវិញបានន័យថា
មិនប្រាកដថាយើងមានដីតិចតែយើងអត់អាចដាំដំណាំបានឬក៏យើងអត់អាចរកផលចំណេញពីការដាំដំណាំទេផ្ទុយមកវិញបើសិនជាយើងមានការគិតមានផែនការច្បាស់លាស់នៅក្នុងការធ្វើកសិកម្មគិតពីចំណាយចំណូលខ្លួនឯងឲ្យបានច្បាស់លាស់គិតទៅលើទីផ្សារគឺយើងនឹងអាចចំណេញបានទោះបីជាដីតិចក៏អាចចំណេញបានដូចគ្នាដែរចឹងបើសិនជាបងប្អូនគិតថាមាតិការបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចចុច Subscribe ដើម្បីស្វែងយល់បន្ថែមទៀតជួបគ្នានៅភាគបន្ទាប់សូមអរគុណនិងសូមជម្រាបលា